នៅក្នុងរយៈពេល4ខែចុងក្រោយនេះគណៈបកកណ្ដាលអំណាចបានដាក់ចេញយុទ្ធសាស្ត្របំបីរាល់ការជួបជុំទាំងអស់នៅតាមទីកន្លែងនានាក្នុងរាជធានីភ្នំពេញយុទ្ធសាស្ត្រនេះបានផ្ដល់អំណាចដល់សាលារាជធានីភ្នំពេញជ្រើសរើសសន្តិសុខឯកជនរាប់សិបនាក់វាយបំបែកបាតកោឬសកម្មជនដែលមានបំណងបញ្ចេញមតិរិះគន់រដ្ឋាភិបាលតើយុទ្ធសាស្ត្រនេះចំណេញដល់គណៈបកប្រជាជនកម្ពុជារបស់លោកហ៊ុនសែនដែរឬទេលោកវ៉ាន់វិចារនឹងជួនបទវិភាគដល់លោកអ្នកស្ដាប់អំពីបញ្ហានេះយុទ្ធសាស្ត្ររារាំងបំបែករាល់ការប៉ុនប៉ងមជ្ឈមតិនេះធ្វើឲ្យគណៈបកកណ្ដាលអំណាចបង្អាក់បានទាំងស្រុងនៅបាតកម្មរបស់គណៈបកសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យយ៉ាងហោចណាស់ក៏បានមួយរយៈធំដែរក៏ប៉ុន្តែយុទ្ធសាស្ត្រនេះមិនបានជាអត្តពលវិជ្ជមានឲ្យគណៈបកប្រជាជនកម្ពុជានោះទេយុទ្ធសាស្ត្រនេះមិនត្រឹមតែអាចធ្វើឲ្យបកកណ្ដាលអំណាចខាតនយោបាយទាំងក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេតែវាក៏អាចធ្វើឲ្យរដ្ឋាភិបាលនៃគណៈបកប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាន់តែល្បីខ្លាំងខាងរំលោភសិទ្ធិមនុស្សទៀតផងខាតនយោបាយនៅក្នុងប្រទេសនៅត្រង់ថាយុទ្ធសាស្ត្ររារាំងបាតកម្មបំបែកបាតកម្មនេះបានបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌដែលបណ្ដាលមកពីក្រមសន្តិសុខឯកជនវាយក្បាលកម្មករវាយក្បាលបាតកោវាយសម្ពងសកម្មជនគណៈបកប្រឆាំងរហូតដល់វាយបណ្ដេញមន្ត្រីសង្គមស៊ីវិលនិងវាយអ្នកកាសែតដែលឃ្លាំមើលការតវ៉ាទៀតផងនៅពេលដែលមានការបង្ក្រាបម្ដងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកកណ្ដាលអំណាចដែលធ្លាប់តែជួយផ្សព្វផ្សាយបន្លំឲ្យគុណសម្បត្តិទៅអាជ្ញាធររដ្ឋាភិបាលនោះក៏លែងសូវហ៊ានផ្សាយពន្លឺទៀតដែរព្រោះថារាជខ្មែរសពថ្ងៃក្រៅពីស្ដាប់ហើយជឿលើដំណឹងដែលមានប្រភពផ្សាយព័ត៌មានឯករាជ្យក៏ពួកគេមើលតាម Facebook ដែរបើម៉ែឪមិនបានមើលក៏កូនចៅដែលធ្វើការរោងចក្រឬធ្វើកូលីគេនៅថៃនៅកូរ៉េប្រាប់ឲ្យគាត់ដឹងដែរទោះជាបែបណាក្តីមន្ត្រីរដ្ឋាភិបាលមិនភ្លេចទេតែងតែចេញមុខមកការពារខ្លួនដោយប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយថាបង្ក្រាបដើម្បីការពារច្បាប់ការពាររដ្ឋធម្មនុញ្ញតែរាជខ្មែរភាគច្រើនមិនយល់ថាច្បាប់ជាអ្វីរដ្ឋធម្មនុញ្ញជាអ្វីនោះទេពួកគាត់គ្រាន់តែដឹងតាមម៉ែឪដែលបង្រៀនតាំងពីតូចក្រូចឆ្មាមកថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ប៉ុណ្ណោះរាជខ្មែរតែងអត់ឱនឲ្យមន្ត្រីរដ្ឋាភិបាលនិងបន្តសង្ឃឹមថាពួកមន្ត្រីទាំងនោះនឹងកែខ្លួនបើទោះបីជាឃើញគ្រួសារមន្ត្រីធំទាំងនោះលោកគេដូនតាកាប់ព្រៃព្រឹក្សាអស់សើគ្មានសល់ហិនហោចពីស្រុកខ្មែរក្តីសភាពស្ងប់ស្ងាត់របស់រាជខ្មែរមិនមែនបានន័យថាពួកគាត់បណ្ដោយរដ្ឋាភិបាលធ្វើអីស្រេចតែចិត្តនោះទេពលរដ្ឋទំនងជាមិនតិចលានអ្នកទេដែលកំពុងតែតវ៉ានិងធ្វើបាតកម្មក្នុងចិត្តជារៀងរាល់ថ្ងៃប្រឆាំងនឹងអំពើអយុត្តិធម៌សង្គមអំពើពុករលួយដែលបង្កឡើងដោយសាច់ញាតិមន្ត្រីជាន់ខ្ពស់រហូតដល់ថ្នាក់មេភូមិនោះនៅមុនការបោះឆ្នោតសភាវិទ្យាស្ថាន IRI របស់អាមេរិកបានស្ទង់មតិរកឃើញថាពលរដ្ឋខ្មែរជាង 70% យល់ថាលោកហ៊ុនសែនដឹកនាំប្រទេសដើរផ្លូវត្រូវការស្ទង់មតិនេះធ្វើឲ្យគណៈបកកណ្ដាលអំណាចសប្បាយចិត្តមិនតិចទេតែដល់ពេលប្រកាសលទ្ធផលឆ្នោតគណៈបកកណ្ដាលអំណាចឡើងល្វីងមុខព្រោះតែបាត់កៅអីសភា22អាសនៈនឹងត្រូវបកប្រឆាំងចោទថាបន្លំស្លឹកឆោតថែមទៀតបើក្រឡេកមើលទៅរដ្ឋាភិបាលអាណត្តិទី4វិញមិនបានបិទការតវ៉ាផងកៅអីសភាធ្លាក់ប៉ុណ្ណឹងទៅហើយចុះទម្រាំបើបិទគ្រប់ច្រកដោយសពថ្ងៃទៀតមិនដឹងជាយ៉ាងណានោះទេតែគណៈបកប្រជាជនកម្ពុជាគេមិនបារម្ភថារាជខ្មែរប្រើវិធីហឹមកែឆ្នាំងបាយធ្លុះទេអីបើចង់ដឹងថាប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់គ្រងការប្រើប្រាស់ហិង្សាបង្ក្រាបបាតកម្មឬអត់នោះគណៈបកកណ្ដាលអំណាចអាចជួលក្រុមហ៊ុនឯករាជ្យមកសិក្សាស្រាវជ្រាវក៏បានដែរគណៈបកប្រជាជនកម្ពុជាមានតបធំជាម្ចាស់ឆ្នោតនៅទីជនបទសម្រាប់ច្បាំងលើសមរភូមិប្រជាធិបតេយ្យប៉ុន្តែបើរៀបតាមជនបទឃើញថាបកនេះសាងអំពើបាបហើយនោះគណៈបកនេះទំនងជាដាំចេកហើយមើលទៅចំពោះនយោបាយក្រៅប្រទេសវិញគណៈបកកណ្ដាលអំណាចក្រសោបបានសម្ព័ន្ធមិត្តភាគច្រើនជាប្រទេសដែលនិយមខាងរដ្ឋបិទសេរីភាពបញ្ចេញមតិប៉ុន្តែបើប្រទេសផ្ដល់ជំនួយធំដែលនិយមខាងលទ្ធិប្រជាធិបតេយ្យវិញសុទ្ធតែមិនគ្រប់គ្រងយុទ្ធសាស្ត្រខុសច្បាប់បែបនេះឡើយចក្រភពអង់គ្លេសសហភាពអឺរ៉ុបសហរដ្ឋអាមេរិកប្រទេសជប៉ុននិងសូម្បីតែប្រទេសអូស្ត្រាលីដែលមានបំណងពឹងរដ្ឋាភិបាលកម្ពុជាឲ្យទទួលជនភៀសខ្លួននោះក៏ជំរុញឲ្យរដ្ឋាភិបាលដកបំរាមហាមជួបជុំចេញដែរភាគីមន្ត្រីរដ្ឋាភិបាលតែងប្រាប់ទៅបរទេសវិញថានេះជាការពង្រឹងសន្តិសុខផ្ទៃក្នុងនិងការធានាសណ្ដាប់ធ្នាប់របៀបរៀបរយសង្គមប៉ុន្តែភាគីបរទេសប្រហែលជាពិបាកទទួលយកពាក្យដោះសារនេះណាស់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដគឺអង្គការរដ្ឋប្រមូលមតិពីគ្រប់មជ្ឈដ្ឋានហើយផ្ដល់ឱកាសពេញលេញឲ្យពលរដ្ឋចូលរួមអភិវឌ្ឍសង្គមពួកគេជឿភាគច្រើនលើរបាយការណ៍របស់សង្គមស៊ីវិលជាតិនិងអន្តរជាតិនិងសារព័ត៌មានឯករាជ្យហើយចំណុចនេះវាផ្ទុយនឹងរដ្ឋាភិបាលកម្ពុជាដែលតែងតែទាត់ចោលរបាយការណ៍របស់សង្គមស៊ីវិល
និងរកវិធីចាប់កំហុសអ្នកកាសែតរហូតដល់ចាត់កម្លាំងវាយអ្នកកាសែតទៀតផងមួយវិញទៀតញត្តិឬសេចក្តីអំពាវនាវជាច្រើនបានដាក់ទៅដល់ដៃស្ថានទូតបរទេសប្រចាំនៅកម្ពុជាដើម្បីសូមអន្តរាគមន៍ពីបញ្ហាផ្សេងៗដូចជាការរំលោភបំពានសិទ្ធិមនុស្សតុលាការពុករលួយការរំលោភបំពានដីធ្លីជាដើមញត្តិទាំងអស់នេះក៏ជាទឡ្ហីករណ៍យ៉ាងសំខាន់មួយដែរសម្រាប់ប្រតិកម្មលទ្ធិប្រជាធិបតេយ្យពិចារណាអំពីនយោបាយការបរទេសរបស់ខ្លួនចំពោះរាជរដ្ឋាភិបាលកម្ពុជារយៈពេល5អាណត្តិទៅហើយដែលគណៈបកប្រជាជនកម្ពុជាឈ្នះឆ្នោតប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជាមិនទាន់ត្រូវបានប្រទេសក្នុងសហគមន៍អឺរ៉ុបឬសហរដ្ឋអាមេរិកអញ្ជើញឲ្យទៅទស្សនកិច្ចជាផ្លូវរដ្ឋឬផ្លូវការម្ដងណាឡើយហើយក៏មិនមានប្រភពណាបញ្ជាក់ពីមូលហេតុនេះដែរតែវាជាសញ្ញាមួយបង្ហាញថាប្រទេសលោកសេរីទាំងនោះទំនងជានៅតែចាត់ទុកថាមន្ត្រីធំនៅក្នុងជួរគណៈបកប្រជាជនកម្ពុជាអាចជាជនផ្ដាច់ការដោយកាលពីជាង20ឆ្នាំមុនដដែលផងក៏មិនដឹងលើសពីនេះទៅទៀតការបង្កើតយុទ្ធសាស្ត្របង្ក្រាបបាតកម្មក៏ជាការហុចដងដៅឲ្យគណៈបកប្រឆាំងកាប់ផ្ទួនទៅលើរដ្ឋាភិបាលក្នុងឆាកនយោបាយជាតិនិងអន្តរជាតិទៀតផងបកប្រឆាំងមិនបានធ្វើបាតកម្មមែនតែគណៈបកនេះចំណេញខាងនយោបាយទៅវិញទេរាជខ្មែរភាគច្រើននឹងចាត់ទុកថាគណៈបកសង្គ្រោះជាតិជាជនរងគ្រោះហើយតំណែងទូចិត្តអាក្រក់នឹងត្រូវប្រគល់ឲ្យគណៈបកប្រជាជនកម្ពុជាដោយជាមិនរួចទោះជាបែបណាក្តីមិនមានប្រភពណាបញ្ជាក់ថាយុទ្ធសាស្ត្របំបាយការជួបជុំបង្កើតក្រុមសន្តិសុខឯកជនវាយបំបាយបាតកោនេះជាគំនិតរបស់ទីប្រឹក្សាមួយណាឬក៏ជាគំនិតរបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់ខ្លួនឯងនោះឡើយតែយុទ្ធសាស្ត្រនេះប្រហែលជានឹងអាចធ្វើឲ្យគុណសម្បត្តិរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងទឹកចិត្តរាជខ្មែររលាយជាបណ្ដាលែងស្ដារដើមរួចផងក៏មិនដឹងខ្ញុំវ៉ាន់វិចាពុទ្ធអាស៊ីសេរីភ្នំពេញ